សូមបីតែនៅព្រៃច័ន្ទពេលដែលកើតរឿងភ្លាមនាយករដ្ឋមន្ត្រីបានទូរស័ព្ទមកសួរថាតើពុករឿងហ្នឹងគួរដោះស្រាយយ៉ាងម៉េចចុះកូនឯងដោះស្រាយយ៉ាងម៉េចថាឥឡូវអត់មានផ្ទុះយើងត្រូវតែនៅត្រង់ប៉ុណ្ណឹងប្រសិនហើយអ្នកដតីគេថាយើងហ្នឹងគេបាញ់សម្លាប់ប្រជាជនហើយនៅស្ងៀមទៀតប៉ុន្តែឥឡូវខ្ញុំសុំសួរត្រឡប់ទៅវិញថាបើសិនជាយើងផ្ទុះអាវុធតើមនុស្សស្លាប់ត្រឹមម្នាក់និងរបួស3នាក់ហ្នឹងទេវាទៅលើសពីនោះថៃក៏ត្រូវស្លាប់អាចច្រើនហើយយើងក៏ស្លាប់ដល់ស៊ីសផុតនោះនិយាយគ្នាច្បាស់កន្លែងនោះយើងមិនមែនខ្លាចវាយទេក៏ប៉ុន្តែវាយទៅវាបានផលបើវិញស្អីបំផ្លាញកិច្ចព្រមព្រៀងច្បាញ់បំផ្លាញសក្តិថ្លែងការណ៍សន្តិភាពតើវាគួរទេអ្នកដតីអ្នកឯងនិយាយបាននៅខាងក្រៅទេប៉ុន្តែសុំសួរថាពួកអ្នកឯងបានថ្កោលទោសអ្នកដែលបានបាញ់ប្រជាជនកម្ពុជាស្លាប់និងរអួសហើយនៅចឹងទេត្រូវបញ្ជាក់អំពីចំណុចនេះឲ្យបានច្បាស់តួនាទីវាមានខុសគ្នាយើងទាំងអស់គ្នានេះទាំងប្រសង់ទាំងកុហករាប់ទាំងខ្ញុំកណាខ្ញុំធ្វើជាផោះភៀកងតបមើលជួយទៅខ្ញុំឃើញចិត្តបើមើលតាម TikTok អីមានទាំងបរោះមានទាំងស្ត្រីដេអាវអាដេញណែអាវក្រោះថាយកទៅបាញ់សាកបានយកទៅឲ្យកងតបបើឥឡូវគឺថាអាហ្នឹងឯងស្ងាត់តែមិនស្ងៀមយើងត្រូវពង្រឹងរកវិធីដើម្បីធ្វើម៉េចការពារសុវត្ថិភាពយើងមិនយកអាវហ្នឹងទៅជល់ឲ្យគេបាញ់ទេប៉ុន្តែជាសុវត្ថិភាពរបស់កងទ័ពរកវិធីផ្គត់ផ្គង់កងទ័ពឲ្យបានល្អប៉ុន្តែអ្នកដទៃរុញខ្លាំងណាស់ដើម្បីឲ្យយើងផ្ទុះអាវុធថាអត់ដល់ណាទៀតពីមុនគេយកពាក្យអរគុណសន្តិភាពធ្វើជាការលេងសើចប៉ុន្តែឥឡូវក្រោយពេលផ្ទុះអាវុធបានទទួលស្គាល់ហើយពាក្យអរគុណសន្តិភាពមិនសាមញ្ញទេ